នៅស្រុកយើងធ្លាប់តែយកផ្កាស្នោមកធ្វើនំតែដល់មកស្រុកនេះអត់មានផ្កាស្នោទេអញ្ចឹងហើយមានតែផ្កាអាកាសយ៉ានឹងហើយយើងអាចជំនួសផ្កាស្នោបានហើយរសជាតិវិញគឺថាអត់ចាញ់ផ្កាស្នោប្រហែលទេបងប្អូនធ្លាប់ហូបនំសំបុកចាបបងប្អូនដឹងហើយនិយាយថាឈ្ងុយដូចនំសំបុកចាបអញ្ចឹងស្រួយឈ្ងុយបងប្អូនត្រូវជាមួយនឹងតែក្តៅកាហ្វេអីនិយាយពីថាឆ្ងាញ់យំមែនតែនខ្ញុំទុកដល់ស្អែកឡើងក៏នៅតែឆ្ងាញ់ដែរបងប្អូនញ៉ាំទៅនិយាយពីថាមានជាតិដោយសារតែផ្កានឹងមានជាតិផ្អែមស្រាប់ផងហើយចំពោះផ្កាអាកាសយ៉ាដែលយើងយកមកបំពងគឺយើងអត់លាងទឹកទេយើងយកមកដាក់នៅក្នុងកញ្ច្រែងមានរន្ធធំអញ្ចឹងហើយយើងរែងដើម្បីឲ្យវាចេញកំទេចទីហើយនឹងសាត់អីខ្ញុំដាក់ម្សៅអង្ករខ្សាយ100ក្រាមម្សៅដំណើប1ស្លាបព្រាបាយស្ករស2ស្លាបព្រាបាយហើយនឹងអំបិលបន្តិចយើងកូរគ្រឿងស្ងួតទាំងអស់ចូលគ្នាបានសព្វគ្នាសិនមកបន្ទាប់មកខ្ញុំមានខ្ទិះដូងចំនួន200មីលីលីត្រដោយសារតែខ្ទិះដូងខ្ញុំនេះរាងខាប់អញ្ចឹងហើយខ្ញុំបន្ថែមទឹកចំពោះម្សៅនេះយើងត្រូវលាយឲ្យរាងខាប់ផុកបងប្អូនកុំយករាវពេកហើយក៏កុំឲ្យខាប់ពេកដែរយើងធ្វើចំណាយពេលដែលយើងជ្រលក់ទៅគឺវាជាប់ជាមួយនឹងផ្កាស្នោយើងចំណែកទឹកវិញខ្ញុំដាក់ប្រហែលជា200មីលីលីត្ររួចហើយយើងកូររហូតទាល់តែគ្រឿងយើងគឺថាបានចូលសព្វគ្នាល្អតែម្ដងពេលដែលគ្រឿងយើងបានសព្វគ្នាហើយយើងយកផ្កាមកជ្រលក់បងប្អូនអាចយកប្រលេះក៏បានជ្រលក់ទាំងតងដូចខ្ញុំចឹងក៏បានដែរហើយយើងយកទៅបង់ខ្លាញ់ហើយចំពោះខ្លាញ់វិញគឺថាត្រូវកម្ដៅឲ្យក្តៅខ្លាំងយកមែនតែនយើងជ្រលក់ដាក់ឲ្យបានពេញខ្ទះយើងមកហើយចំពោះម្សៅបងប្អូនពេលដែលយើងបំពងចឹងទៅហើយនិយាយថាស្រួយឆ្ងាញ់យកមែនតែនយើងជ្រលក់ឲ្យបានពេញហើយយើងទុកប្រហែលជា1នាទីអីចាំបងប្អូនប្រើចង្កឹះឬមួយក៏តាគៀបអីយើងចាប់វាត្រឡប់ចុះត្រឡប់ឡើងទៅដើម្បីឲ្យវាឆ្អិនស្មើគ្នាល្អយើងបើកភ្លើងមធ្យមពេលដែលយើងដាក់ផ្កានេះហើយគឺយើងកុំបើកភ្លើងខ្លាំងពេកដើម្បីឲ្យវាក្រហមស្មើគ្នាល្អហើយនឹងបានឆ្អិនសព្វផងមើលថានំយើងរាងក្រហមល្មមយើងចង់បានហើយយើងចាប់ដាក់អញ្ច្រែងទៅដើម្បីឲ្យស្រស់ខ្លាញ់បងប្អូនអត់ចង់ដាក់ទាំងតងអញ្ចឹងបងប្អូនប្រលេះយកទៅផ្កាទៅហើយយើងដាក់ចូលទៅក្នុងម្សៅហើយបងប្អូនប្រើស្ព្រាដុសដាក់ដូចយើងបំពងកពឹសធ្វើអញ្ចឹងក៏បានដែរខ្ញុំបំពងប្រហែលជាគួរសមដែរច្រើនដែរឥឡូវនេះនំយើងបានឆ្អិនរួចរាល់ហើយនិយាយពីថាឈ្ងុយយកមែនតែនបងប្អូននេះស្រួយដល់ស្រាប់ហើយខ្ញុំដាក់ស្ករប៉ុណ្ណឹងគឺថាល្មមឆ្ងាញ់តែម្ដងបងប្អូនអត់ចូលចិត្តផ្អែមបងប្អូនអាចធ្វើជាប្រៃក៏បានដែរហើយយើងញ៉ាំជាមួយទឹកម្ជូរក្រូចឆ្មាម្រេចអីទៅគឺថាដូចគ្នា